កម្ពុជាងាកទៅទិញប្រេងឥន្ធនៈពីសិង្ហបុរីនិងម៉ាឡេស៊ីបន្ថែមដើម្បីអាចបន្តផ្គត់ផ្គង់តម្រូវការក្នុងស្រុកកម្ពុជាបាននឹងកំពុងស្វែងរកទិញប្រេងពីសិង្ហបុរីនិងម៉ាឡេស៊ីដើម្បីអាចបន្តផ្គត់ផ្គង់តម្រូវការបន្ទាប់ពីវៀតណាមនិងចិនបានរឹតបន្តឹងការនាំចេញប្រេងឥន្ធនៈនេះបើតាមការអះអាងរបស់លោកកែវរតនៈរដ្ឋមន្ត្រីក្រសួងរាយនិងធម្មពលប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃពុធទី18មិនិនាកន្លងទៅការអះអាងដូចនេះបានធ្វើឡើងក្នុងបរិបទដែលពិភពលោកកំពុងជួបវិបត្តិប្រេងឥន្ធនៈឡើងថ្លៃដោយសារជម្លោះនៅតំបន់មិត្តបូព៌ាសូមជម្រាបជូនថាចិននិងវៀតណាមបានសម្រេចរឹតបន្តឹងការនាំចេញប្រេងឥន្ធនៈរហូតដល់ចុងខែមិនិនាឆ្នាំ2026ដើម្បីទុកសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុកយោងតាមលោកកៅរតនៈប្រទេសកម្ពុជានៅតែមានជម្រើសក្នុងការស្វែងរកប្រភពប្រេងឥន្ធនៈមួយចំនួនពីប្រទេសចិនខណៈដែលភាពជាដៃគូដែលមានស្រាប់ជាមួយអ្នកផ្គត់ផ្គង់សំខាន់ៗដូចជា Total និង Chevron អាចជួយកាត់បន្ថយហានិភ័យនៃការខ្វះខាតប្រេងឥន្ធនៈទោះជាយ៉ាងណាក៏ដោយរដ្ឋមន្ត្រីក្រសួងរាយនិងធម្មពលមិនបានបញ្ជាក់ថាពេលណាដែលការដឹកជញ្ជូនប្រេងឥន្ធនៈដែលទិញពីប្រទេសសិង្ហបុរីនិងម៉ាឡេស៊ីត្រូវបានគេរំពឹងថានឹងមកដល់ប្រទេសនោះទេគួរក៏សម្គាល់ថាប្រទេសថៃនិងវៀតណាមជាអ្នកផ្គត់ផ្គង់ប្រេងឥន្ធនៈចម្បងរបស់ប្រទេសកម្ពុជាដោយរួមចំណែកប្រហែល 60% នៃការនាំចូលសរុបប្រចាំឆ្នាំក្នុងឆ្នាំ2024បើប្រៀបធៀបទៅប្រទេសសិង្ហបុរីនិងម៉ាឡេស៊ីមានចំនួនប្រហែល 1/3 ដោយផ្អែកលើតួលេខពីមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ITC ដែលជាទីភ្នាក់ងារពាណិជ្ជកម្មរបស់ UNWTO មានមូលដ្ឋាននៅទីក្រុងហ្សឺណែវបើទោះបីជាមានការព្រួយបារម្ភទូទាំងពិភពលោកទាក់ទងនឹងវិបត្តិប្រេងដែលបណ្ដាលមកពីភាពតានតឹងដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ជាមួយអ៊ីរ៉ង់ក៏ដោយរដ្ឋមន្ត្រីក្រសួងរាយនិងធម្មពលលោកកែវរតនៈបានថ្លែងថាប្រទេសកម្ពុជាមិនបានប៉ះពាល់ទាំងស្រុងនោះទេព្រោះកម្ពុជាបានប្រើប្រាស់ច្រើននៅធម្មពលអគ្គិសនីកកើតឡើងវិញលោកក៏បានសង្កត់ផងដែរថាក្នុងស្ថានភាពមិនប្រកបប្រជាដែលកំពុងបន្តកើតមាននៅក្នុងទីផ្សារធម្មពលសកលប្រទេសអាស៊ានគួរតែពន្លឿនការធ្វើសមាហរកម្មបណ្ដាញធម្មពលរបស់ពួកគេព្រោះបណ្ដាញធម្មពលក្នុងតំបន់ជាមធ្យោបាយដ៏រឹងមាំផ្ដល់នូវស្ថិរភាពនិងភាពធន់កាន់តែខ្លាំងជាងពេលបច្ចុប្បន្ន